សួស្តីអ្នកទាំងអស់គ្នាតោះយើងមកមើលពីរៀងម៉ាស៊ីនអុកមួយនេះទាំងអស់គ្នាម៉ាស៊ីនអុកមួយនេះគឺជាប្រភេទម៉ាស៊ីនអុកដែលមានទម្ងន់អាយុ40គីឡូហើយម៉ាស៊ីនអុកមួយនេះគឺជាប្រភេទម៉ាស៊ីនអុកដែកហើយសម្រាប់ពណ៌មួយនេះគឺស្រស់ស្អាតមែនទែនគឺពណ៌មាសពណ៌មួយនេះគឺអតិថិជនគាត់បានកម្មង់ពណ៌ជាពិសេសតែម្ដងហើយម៉ាស៊ីនអុកមួយនេះដែរគឺយើងអាចប្រើសម្រាប់អុកកបិតអុកបថៅអុកដែកនិយាយចំឲ្យតែប្រភេទដំដែកដំកបិតដំបថៅគឺយើងអាចប្រើបានទាំងអស់គឺហើយអ្វីដែលជាពិសេសមួយទៀតនោះម៉ាស៊ីនអុកមួយនេះគឺយើងប្រើជាមួយនឹង motor ហើយពេលដែលយើងទិញម៉ាស៊ីនអុកមួយនេះគឺមានមួយឈុតរបស់វាតែម្ដងគឺមាន motor មានទាំងទំនាប់អញួរហើយមានទាំងខ្សែពាននិយាយចំគឺមួយឈុតតែម្ដងបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការចាក់ជើងចាក់គ្រឹះរបស់ម៉ាស៊ីនអុកហ្នឹងចាក់តែប៉ុណ្្នឹងហើយគឺចប់នៅពេលដែលបងប្អូនទាំងអស់គ្នាទិញពីខ្ញុំទៅគឺខ្ញុំយកទៅដំឡើងទៅឲ្យទីតាំងតែម្ដងហើយសម្រាប់ការតម្លើងឬក៏ពេលដែលតម្លើងហើយពេលដែលភ្ជាប់ជាមួយនឹង motor ហើយតាក់ទងនឹងបច្ចេកទេសក្នុងការប្រើប្រាស់គឺខាងខ្ញុំគឺមានបញ្យលអ្នកទាំងអស់គ្នាមកស្អាតតែម្ដងគឺងាយស្រួលមែនទែនហើយសម្រាប់ម៉ាស៊ីនអុកមួយនេះដែរគឺពេញនិយមមែនទែននៅក្នុងស្រុករបស់យើងហើយបញ្ជាក់ម៉ាស៊ីនអុកមួយនេះគឺជាម៉ាស៊ីនអុក Zin មិនមែនជាប្រភេទកែច្នៃនៅក្នុងស្រុកទេហើយតួរបស់ម៉ាស៊ីនអុកមួយនេះគឺមកគឺជាប្រភេទដែកដែលស្លមួយសេតតែម្ដងមិនមែនជាប្រភេទដែកដែលយើងចាប់គុំគ្នានៅក្នុងស្រុកទេអញ្ចឹងកុំច្រឡំហើយម៉ាស៊ីនអុកមួយនេះគឺជាម៉ាស៊ីនអុកដែលប្រើហើយមានរយៈពេលវាចំវាធន់តែម្ដងដូចខ្ញុំប្រើជាក់ស្ដែងផ្ទះខ្ញុំប្រើទាំងអស់4 5គឺខ្ញុំទិញតាំងពី2019 2020មកដល់ពេលឥឡូវគឺនៅតែប្រើប្រាស់បានធម្មតាគឺមួយគឺប្រើបានរាប់ខែរាប់ឆ្នាំឲ្យតែយើងពូកែក្នុងការថែទាំមិនខុសអីពីម៉ូតូរបស់យើងទេនៅពេលដែលយើងស្រឡាញ់នៅពេលដែលយើងចង់ប្រើប្រាស់គឺយើងត្រូវចេះថែរក្សាវាហើយម៉ាស៊ីនអុកមួយនេះគឺអត់មានអីពិបាកថែរក្សាទីមួយយើងត្រូវតែចិញ្ចឹមប្រេងនៅក្នុងនៅក្នុងសេមីរបស់វាឲ្យបានល្អគ្រប់គ្រាន់ហើយទីពីរតកតងជាមួយភ្លើងគឺយើងតភ្លើងឲ្យបានគ្រប់គ្រាន់តកតងជាមួយភ្លើងដែលប្រើប្រាស់សម្រាប់ម៉ាស៊ីនអុកមួយនេះគឺយើងប្រើប្រភេទភ្លើង220 32អាំពែគឺបងប្អូនទាំងអស់គ្នាអត់ចាំបាច់តភ្លើង3ហ្វាទេគឺបងប្អូនទាំងគ្នាគ្រាន់តែដំឡើងភ្លើងពី20អាំពែទៅ32អាំពែឬពី32អាំពែទៅ63អាំពែហើយភ្លើងគឺប្រើ220គឺគ្រប់គ្រាន់គឺខ្ញុំបានរៀបចំឲ្យមកស្អាតតែម្ដងបើសិនជាបងប្អូនទាំងអស់គ្នាមានតម្រូវការក្នុងការចង់សាកសួរព័ត៌មានឬក៏ចង់កម្មង់ម៉ាស៊ីនអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងដាក់លេខទូរស័ព្ទអ្នកទាំងអស់ខ្ញុំនឹងដាក់លេខទូរស័ព្ទរបស់ខ្ញុំនៅខាងក្រោមវីដេអូនេះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាក់ទងបានហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទៅមើលដល់ទីតាំងផ្ទាល់អ្នកទាំងអស់គ្នាអាចតាក់ទងមកខ្ញុំមកបានខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលដល់ទីតាំងរបស់ខ្ញុំផ្ទាល់តែម្ដងខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀតបើសិនជាអ្នកទាំងអស់គ្នាចង់បានកបិតបថៅបោះដុំអាចតាក់ទងមកលេខខ្ញុំបានដូចគ្នាសម្រាប់កន្លែងរបស់ខ្ញុំដែរគឺខ្ញុំវាយកបិតបថៅគឺជាប្រភេទកបិតបថៅដៃចទាកបិតក៏ដៃចទាបថៅក៏ដៃចទាហើយមានគ្រប់ខ្នាតបើសិនហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាកំងអាចផ្ញើប៉ាន់មកគឺខ្ញុំអាចធ្វើតាមប៉ាន់អ្នកទាំងអស់គ្នាក៏បានដែរគឺងាយស្រួលមែនតើបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងដែរវីដេអូមួយនេះអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា